សិតបងកងជំរាបសួរពុកម៉ែបងប្អូនថ្ងៃនឹងដែរគឺថាទៅរកសិតទៀតហើយអ្នកនរគ្នាហើយបាទប៉ុន្តែជាងនឹងគឺថាវីដេអូវែងម្ដងអ្នកនរគ្នាបាទរាល់ដល់ធ្លាប់តែចេញវីដេអូខ្លីចឹងណាបាទហើយថ្ងៃនឹងដែរគឺរកសិតនឹងគឺថាមិនរកតែសិតប៉មួយមុខទេអ្នកនរគ្នាបាទសិតអីក៏រកដែរបាទអោតែសិតដែលហូបសិតដែលគេយកចឹងណាអ្នកនរគ្នាបាទហើយថ្ងៃនឹងដែរគឺថាយើងចាប់ផ្ដើមមកចាប់ផ្ដើមក្បាលវីដេអូមកគឺថាកដាលព្រៃតែម្ដងអ្នកនរគ្នាគឺអត់បានថតក្បោះក្បាយអីណាទេអ្នកនរគ្នាដោយសារតែព្រឹកឡើងបញ្ញាពេកហើយបាទគឺភ្ញាក់ពីគេងមកគឺថាទៅតែម្ដងចាណាអ្នកនរគ្នាបាទហើយឥឡូវហ្នឹងគឺថាជិះម៉ូតូធ្វើដំណើរទៅមុខទៀតចាណាបងប្អូនបាទហើយគឺថាពួកខ្ញុំនឹងរងថ្ងៃហ្នឹងគឺអត់ឃើញទេអ្នកនរគ្នាហើយបាទគឺរយូរទៅខ្ជិលនឹងដើររក៏ជិះម៉ូតូរពីលើម៉ូតូតែម្ដងចាណាអ្នកនរគ្នាបាទហើយនេះបាទសកម្មភាពបាទជិះម៉ូតូផ្ដើរចាណាអ្នកនរគ្នាដោយសារតែព្រៃវាឆ្លាស់ផងអីផងចាណាវាអត់មានបន្លាវាអត់មានអីចឹងទៅយើងចេះតែជិះម៉ូតូរុករតាមព្រៃតាមអីគៀនផ្លូវគៀនអីចឹងទេអ្នកនរគ្នាហើយបាទគឺថាយើងរកវាអស់ហត់ចឹងណាអ្នកនរគ្នាបាទយើងរកហត់ហើយវាអត់ឃើញចឹងណាក៏មានចិត្តថាខ្ជិលរកខ្ជិលអីចឹងណាក៏ចេះតែជិះម៉ូតូដើររឆ្វេងឆ្វាយអីចឹងទៅបាទហើយកន្លែងហ្នឹងដែរអ្នកនរគ្នាគឺថារកពីលើម៉ូតូឃើញចឹងណាអ្នកនរគ្នាហើយខ្ញុំហ្នឹងគឺថាស្ទុះចុះពីលើម៉ូតូបាទមិនស្ទុះយកទៅបេះទៅអីទេអ្នកនរគ្នាគឺស្ទុះទៅថតចឹងណាហើយនេះបាទក្រុមពួកខ្ញុំគាត់បេះចឹងណាបាទគឺបងប្អូនរបស់ខ្ញុំចឹងណាបាទអ្នកនរគ្នាបាទគឺថាចឹងហ្នឹងអីក៏យកដែរអ្នកនរគ្នាឲ្យតែសិតដែលគេត្រូវយកចឹងណាអ្នកនរគ្នាបាទហើយនេះស្អុយនេះអ្នកគ្នាបាទខំតាអបាទស្មានថាផ្សិតនៅល្អខំតាស្ទុះយកវឹងបាទលឿនមកគេចឹងណាបាទដល់នោះគឺស្អុយតែម្ដងអ្នកគ្នាហើយកន្លែងហ្នឹងដែរគឺថាខ្ញុំឃើញបាទផ្សិតពងកងោកចឹងណាអ្នកគ្នាប៉ុន្តែខ្ញុំអត់ស្គាល់ថាវាជាផ្សិតពងកងោកស្មានថាផ្សិតផ្សេងអ្នកគ្នាហើយបាទហើយថតខ្ញុំថតតុកចឹងណាបាទគឺខ្ញុំមើលទៅវាអត់តំណងចឹងទៅក៏ខ្ញុំអឺហៅបងប្អូនខ្ញុំទៀតបាទហៅគ្នាខ្ញុំដែលទៅជាមួយចឹងណាហៅឲ្យគេមកមើលចឹងណាអ្នកគ្នាហើយឥឡូវហ្នឹងគឺថាខ្ញុំប្រាប់ឲ្យគេមកមើលចឹងណាថាជាផ្សិតអីចឹងណាអ្នកគ្នាដោយសារតែយើងអត់សូវស្គាល់បាទបើសិនជាយើងខ្លាចតែពេលយើងបេះទៅខ្លាចផ្សិតពុលផ្សិតអីចឹងណាអត់ហ៊ានបេះទេបាទសុខចិត្តទៅប្រាប់គ្នាបាទទៅប្រាប់គ្នាឲ្យមើលសិនចឹងណាអ្នកគ្នាបាទហើយនៅបាទបងស្រីបាទគាត់ក្រុមផ្សេងចឹងណាបាទគឺថ្ងៃហ្នឹងគឺរកពីក្រុមដែរអ្នកគ្នាបាទគឺគាត់រកឃើញគៀនកន្លែងដែលផ្សិតដែលខ្ញុំឃើញថាខ្ញុំអត់ស្គាល់មិញហ្នឹងបាទគឺខ្ញុំមើលមិញហ្នឹងអត់ឃើញទេអ្នកគ្នាបាទគឺពេលគាត់មកពីក្រោយបាទឃើញបាទតាមពិតផ្សិតហ្នឹងគឺផ្សិតបងកងអ្នកគ្នាហើយបាទហួចចិត្តមែនតើបាទនៅទៅរកផ្សិតហើយអត់ស្គាល់ផ្សិតទៀតនិយាយទៅមិនដឹងជានិយាយថាម៉េចទេអ្នកគ្នាហើយបាទហើយលើគឺថាបេះរួចរាល់ហើយអ្នកគ្នាហើយបាទគឺពួកខ្ញុំធ្វើដំណើរបន្តទៅមុខទៀតចាណាអ្នកគ្នាបាទហើយកន្លែងហ្នឹងដែរគឺថារកអត់ឃើញទេអ្នកគ្នាហើយមិនថាផ្សិតទៀនផ្សិតកមួនផ្សិតកងោកឬក៏ផ្សិតប៉ក់ទេគឺអត់ឃើញចាណាហើយខ្ញុំក៏ទៅវិញបាទហើយលទ្ធផលដែលពួកខ្ញុំរកថ្ងៃហ្នឹងគឺបានតែប៉ុណ្្នឹងទេអ្នកគ្នាបាទហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនបាយបាយជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាទបាយបាយ